ទីនេះ Newsbox ព័ត៌មានពិតទាន់ហេតុការណ៍សម្រាប់លោកអ្នកថៃប្រើយន្តហោះ F-15 មួយទម្លាក់គ្រាប់ចំកណ្ដាលក្រុងសំរោងខេត្តឧត្តរមានជ័យសម្ដេចតេជោហ៊ុនសែននៅព្រឹកថ្ងៃទី9ខែធ្នូឆ្នាំ2025នេះបានបញ្ជាក់ឲ្យដឹងថាក្រោយពីការអត់ធ្មត់លើស24ម៉ោងដើម្បីគោរពនៅបទជបាញ់នឹងត្រូវការប្រភពពីនាយកដ្ឋានព័ត៌មាននៃគណៈឃោសនាអប់រំគណៈកម្មាធិការកណ្ដាលនៅវេលាម៉ោង 10:30 នាទីព្រឹកថ្ងៃទី9ខែធ្នូឆ្នាំ2025នេះយោធាថៃបានប្រើយន្តហោះចម្បាំង F-15 មួយទម្លាក់គ្រាប់បែកចំកណ្ដាលក្រុងសំរោងខេត្តឧត្តរមានជ័យបណ្ដាលឲ្យខូចខាតអគារនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរហូតមកទល់ពេលនេះកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កម្ពុជាបានប្រើប្រាស់អាវុធធុនធ្ងន់ដើម្បីធ្វើការតបតការពារដែនអធិបតេយ្យកម្ពុជា